បណ្ដាទីលានហ្វឹកហាត់របស់ក្លឹប Boston Marathon ខណៈពេលដែល Nash កំពុងដួលនៅលើដីទាំងភាពអស់សង្ឃឹមនិងរលាយបាត់បង់អស់នូវជំនឿលើវេទមន្តបាល់ទាត់របស់ខ្លួនស្រាប់តែមានកីឡាករវ័យក្មេងម្នាក់បានដើរកាត់ពន្លឺថ្ងៃចូលមកជិតគេឈរពីមុខ Nash រួចពន្លឺសំណួរដ៏គួរឲ្យចម្លែកមួយគ្នាថាតើឯងជឿលើរឿងរ៉ាវដែលមិនអាចទៅរួចដែរឬទេសំឡេងដ៏មានអំណាចនោះបានធ្វើឲ្យ Nash ដែលកំពុងតែស្រក់ទឹកភ្នែកនិងបើកភ្នែកធំៗរួចងើបមកឡើងទៅភ្ញាក់ផ្អើលពេលនោះហើយដែលយើងបានឃើញទិដ្ឋភាពយ៉ាងច្បាស់កីឡាករសក់វែងពណ៌មាសដែលមានស្នាមសាករូបផ្កាកុលាបខៀវនៅលើកញ្ចឹងកមិនមែនជាអ្នកណាផ្សេងឡើយគឺជាអធិរាជខៃសឺបានញញឹមចុងមាត់បន្តិចរួចនិយាយអានចិត្ត Nash ដោយឡែកថាអំបញ្ញមិញនេះឯងកំពុងតែគិតថាខ្ញុំមិនអាចយកឈ្នះបានទេមែនទេគណៈពេលដែល Nash កំពុងដួលលើដីគិតច្បាស់ក្នុងចិត្តថាគ្មានអ្វីអាចទៅរួចហើយសើក៏បានបន្តនិយាយពាក្យសម្ដីយ៉ាងមានអត្ថន័យថានោះវាគ្រាន់តែជាបណ្ដាសាប៉ុណ្ណោះដល់ពេលដែលមនុស្សយើងចាប់ផ្ដើមជឿលើរឿងរ៉ាវដែលមិនអាចទៅរួចនោះហើយជាពេលដែលពួកគេរៀបនឹងបោះបង់វាគ្រាន់តែជាសភាវគតិការពារខ្លួនមិនឲ្យខ្លួនបាក់ទឹកចិត្តប៉ុណ្ណោះប៉ុន្តែនោះជាវិធីរបស់ពួកកាកសំណល់ពួកវាកំពុងតែសម្លាប់ខ្លួនឯងដោយសារតែបណ្ដាសានៃពាក្យថាមិនអាចទៅរួចនេះឯងអាល្អិតខៃសឺបានសម្លឹងមើលទៅ Nash ទាំងកែវភ្នែកតត្រជាក់រួចនិយាយបន្តទៀតថាពួកអាមនុស្សកាកសំណល់ដែលព្រមឲ្យអ៊ីកូរបស់ខ្លួនចុះខ្សោយគ្រាន់តែដើម្បីរស់បានយូរជាងមុនគឺជាពួកដែលអញស្អប់បំផុតនៅលើโลกនេះឯងពួកវាលេងតាមតែគេប្រាប់ដើម្បីទទួលបានការសរសើរពួកវាមើលទៅដូចជាពូកែណាស់ប៉ុន្តែនោះមិនមែនជាទង្វើរបស់អ្នកខ្លាំងពិតប្រាកដនោះទេតែភ្លាមនោះខៃសឺក៏បានផ្លាស់ប្ដូរបរិយាកាសរួចនិយាយទៅកាន់Nashថាប៉ុន្តែឯងគឺខុសពីពួកវាការអូសបាល់និងចង្វាក់នៃការបោះបាល់របស់ឯងកំពុងតែគិតនៅក្នុងកម្រិតដែលខ្ពស់ជាងពួកវាទាំងអស់ឯងគ្រាន់តែខ្វះដៃគូប្រយុទ្ធម្នាក់ដែលអាចជួយធ្វើឲ្យក្តីស្រមៃរបស់ឯងខ្លាចជាការពិតប៉ុណ្ណោះសម្ដីនេះបានធ្វើឲ្យNashភ្ញាក់ផ្អើលយ៉ាងខ្លាំងខៃសឺបានចង្អុលម្រាមដៃមកកាន់Nashរួចនិយាយពាក្យមួយឃ្លាយ៉ាងមានទំនុកចិត្តថាក្តីស្រមៃមួយនោះវានឹងមិនអាចទៅរួចនោះទេប្រសិនបើនៅជាមួយអញខៃសឺបានលាតដៃទៅមុខរួចនិយាយទៅកាន់Nashថាងើបមកឡើងតើចម្លើយរបស់ឯងយ៉ាងម៉េចដែរមកចាប់ដៃគ្នាកាត់ជារឿងរ៉ាវដ៏អស្ចារ្យជាមួយអញអាល្អិតNashបានកាត់ជំនឿចិត្តឡើងវិញរួចសម្រេចចិត្តចាប់ដៃខៃសឺយ៉ាងណែនយល់ព្រមខ្ញុំសម្រេចចិត្តហើយការប្រកួតក៏បានចាប់ផ្ដើមឡើងវិញNashបានអូសទីមបាល់យ៉ាងលឿនទៅមុខដែលគិតក្នុងចិត្តថាប្រសិនបើវាត្រូវបញ្ចប់នៅត្រឹមនេះខ្ញុំនឹងលះបង់ជំនឿចិត្តការស្រមៃពីអនាគតនិងការប្រើប្រាស់វេទមន្តបាល់ទាត់ទាំងអស់របស់ខ្ញុំទៅលើបរិសម្នាក់នេះNashបានបញ្ជូនបាល់យ៉ាងច្បាស់លាស់តម្រង់ទៅខៃសឺខណៈពេលដែលបាល់កំពុងអណ្ដែតលើអាកាសNashបានលាន់មាត់ក្នុងចិត្តទៀងរំភើបថាគេនៅទីនោះមិនជម្រើសនៃការលេងរបស់ខ្ញុំទូលំទូលាយជាងមុនឆ្ងាយណាស់ប៉ុន្តែខ្សែការពារគូប្រកួតកំពុងតែរត់មកបិទផ្លូវរត់និងបិទផ្លូវសុទ្ធរបស់គេហើយនៅក្នុងចង្វាក់និងមុំបែបនេះគេមិនអាចសុទ្ធបញ្ចូលទីខាត់ឡើយប៉ុន្តែនៅចំពោះមុខខ្សែការពារដែលកំពុងរត់មកបិទផ្លូវខៃសឺបានស្ដែងឲ្យឃើញនៅសមត្ថភាពដ៏គួរឲ្យតក់ស្លុតគេបានរត់ទាត់បានទម្លុះចន្លោះជើងខ្សែការពារយ៉ាងច្បាស់ក្រឡែតដូចជាការដុតមកជុលយ៉ាងស្ទាត់ជំនាញសម្លេងបាល់ទាត់ទម្លុះសំណាញ់ទីយ៉ាងខ្លាំងក្លាអ្នករាល់គ្នានៅលើទីលាននិងគ្រូបង្វឹកបានត្រឹមតែឈប់ភាំងបើកភ្នែកធំទៀងរន្ធត់Nashបានស្រែកនៅក្នុងចិត្តទៀងមិនជឿនឹងភ្នែកថាស្អីគេនឹងក្របបាល់សុទ្ធអំបញ្ញមិញនេះគេលោតទាត់វាដោយល្បឿនលឿនគួរឲ្យខ្លាំងបំផុតពិន្ទុត្រូវបានប្រែប្រួលមកជាមួយទល់នឹង2ភ្លាមនោះខៃសឺបានងាកមកនិយាយទៅកាន់Nashដោយស្នាមញញឹមថាតោះទៅទៀតអាល្អិតដល់ពេលធ្វើក្របបាល់បន្ទាប់ហើយNashក៏បានឆ្លើយតបទៅវិញទៀងរំភើបចិត្តថាយល់ព្រមហើយបន្ទាប់ពីនោះមកការសហការគ្នាដ៏ល្អឥតខ្ចោះរវាងអ្នកទាំងពីរក៏ចាប់ផ្ដើមផ្ទុះឡើងពួកគេបានបន្តបត់បែននិងវិបកយ៉ាងសាហាវរហូតដល់តាមស្មើ2ទល់នឹង2ហើយនៅទីបំផុតក៏បានស្ទើរបញ្ចូលគ្រាប់ជ័យជំនះ3ទល់នឹង2ជាស្ថាពរការប្រកួតបានបញ្ចប់ទៅគ្រូបង្វឹកបានប្រកាសលទ្ធផលភ្លាមMichael Kaiser និង Nash អ្នកទាំងពីរបានជាប់តេស្តសមត្ថភាពនេះហើយជំនួបរវាងគេទាំងពីរបានបង្កើតនៅវេទមន្តអស្ចារ្យNashបានញញឹមទាំងក្តីរំភើបនិងដឹងគុណនៅក្នុងចិត្តថាហើយដូច្នេះហើយពួកយើងនឹងទម្លាស់រាល់ភាពមិនអាចទៅរួចទាំងអស់តាមរយៈជំនួបដ៏អស្ចារ្យមួយនេះបន្ទាប់ពីជាប់តេស្តដ៏ជោគជ័យជីវិតកីឡាករយុវជននៅក្លឹប Boston Marathon ក៏បានចាប់ផ្ដើមឡើងនៅតុអាហារNashបានសួរទៅខៃសឺទាំងងើយឆ្ងល់ថាខៃសឺមិនឯងមិនព្រមផឹកទឹកដោះគោអញ្ចឹងខៃសឺបានធ្វើមុខជូររួចឆ្លើយទាំងធុញទ្រាន់ថាអញស្អប់វាណាស់រាងកាយអញវាប្រឆាំងនឹងស្អប់ខ្ពើមជាតិ
ទឹកពណ៌សនឹងតែម្ដងត្រឹមតែប៉ុណ្ណោះពេលទៅវឹកហាត់ Kaiser ថែមទាំងមកយឺតទៀតផងគ្រូបង្វឹកបានស្ដីឲ្យគេភ្លាមថាណែមិនក៏ឯងមកយឺតម្លេះ Kaiser ដើរទាំងងងុយគេងធ្វើមុខស្ពឹកសំទោសលោកគ្រូខ្ញុំគេងជ្រុលណែដែលរត់តាមពីក្រោយបានស្រែកទាំងនោះចិត្តថាចុះទៅតែភ្ញាក់ពីគេងមែនទេហ្នឹងមើលសក់ក្បាលវាឡើងរញ៉េរញ៉ៃអស់ហើយសំបីតែពេលងូតទឹកជាមួយគ្នាក៏នៅតែក្រឡុកដែរ Kaiser ស្រែកណែបើកទឹកមកអញមើលអីមិនឃើញទេណែយកជើងធាក់ Kaiser រួចតបវិញថាមកពីឯងបង្កើតពពុះសាប៊ូច្រើនពេកនឹងណាអ្នកទាំងពីរអ្នកមើលមុខគ្នារួចសើចយ៉ាងសប្បាយរីករាយនៅក្នុងបន្ទប់ទឹកក្រោយមកណេះក៏បានជួយកាត់សក់ឲ្យ Kaiser ក្នុងបន្ទប់ទឹកសំឡេងកន្ត្រីកាត់សក់លឺច្រាប់ភ្លាមនោះ Kaiser បានចោទសួរតណេះថាណែឯងដឹងទេកាលពីមុនអញធ្លាប់ជាមនុស្សដែលមានបេះដូងទន់ជ្រៅនិងខ្សោយម្នាក់ណេះភ្ញាក់ផ្អើលបន្តិច Kaiser បានសម្លឹងមើលទៅកញ្ចក់រួចនិយាយពីរឿងរ៉ាវអតីតកាល Kaiser បានសម្លឹងទៅកញ្ចក់រួចនិយាយរឿងរាប់ពីរឿងរ៉ាវអតីតកាលថាអញធ្លាប់ជាមនុស្សដែលបរាជ័យជាមួយនឹងភាពដែលមិនអាចទៅរួចជាច្រើនលើកច្រើនសារប៉ុន្តែអញបានសម្រេចចិត្តថានឹងត្រឡប់ទៅរកអតីតកាលដ៏ទន់ខ្សោយមួយនោះវិញជាដាច់ខាតដូច្នេះហើយដើម្បីជាការរំលឹកដល់ខ្លួនឯងអញក៏បានចាក់សាក់រូបកាកុលាបពណ៌ខៀវនេះនៅលើសាច់អញនេះបានស្ដាប់ដោយយកចិត្តទុកដាក់អញ្ចឹងទេតាKaiser បានបន្តកាត់សក់រួចបញ្យល់នៃរូបសាក់នោះថាការកុលាបពណ៌ខៀវវាជាតំណាងនិមិត្តរូបនៃភាពមិនអាចទៅរួចឬជាអ្វីមួយដែលមិនមាននៅក្នុងធម្មជាតិពណ៌ដែលកើតចេញពីការបង្កើតឡើងនេះគឺជាអ្វីដែលធម្មជាតិនឹកស្មានមិនដល់ហើយសម្រាប់អញការកុលាបមួយទងនេះវាជានិមិត្តរូបនៃការប្រែក្លាយភាពមិនអាចទៅរួចឲ្យคล้ายទៅជារួចវាជាការបះបោរប្រឆាំងនឹងព្រះអញចង់คล้ายជាអ្វីមួយដែលមិនគួរកើតមានឡើងនៅលើលោកនេះណេះបានស្ដាប់និងមើលទៅ Kaiser ដោយស្នាមញញឹមព្រមទាំងគិតក្នុងចិត្តថាខ្ញុំចូលចិត្តពាក្យនោះណាស់ខ្ញុំមានអារម្មណ៍ថា Kaiser ទើបតែបានបាក់បេះដូងរបស់គេរៀបរាប់ប្រាប់ខ្ញុំហើយវាធ្វើឲ្យខ្ញុំមានសេចក្តីសុខខ្លាំងណាស់ Kaiser បានបន្តបកស្រាយពីគោលដៅដ៏ធំធេងរបស់ជីវិតគេអញចង់ឈ្នះពាន Champions League អញចង់ឈ្នះពានរង្វាន់ពិភពលោក World Cup ហើយអញនឹងបោះបង់ចោលកីឡាករបាល់ទាត់ទាំងអស់នៅលើពិភពលោកឲ្យឆ្លៀតចូលទៅក្នុងជម្រៅនៃភាពអស់សង្ឃឹមនេះសាច់តិចរួចឆ្លើយតបវិញថាហាហានោះជាក្តីស្រមៃដ៏ស័ក្តិសមបំផុតសម្រាប់ឯង Kaiser ឆ្លើយតបនឹងស្ងៀមស្ងាត់ទៅវិញវាល្អអន្តាអញគ្រាន់តែចង់កាត់វាចោលដោយសារតែវារញ៉េរញ៉ៃពេកប៉ុណ្ណោះសំខាន់តើលាបពណ៌សក់ត្រូវតាមចិត្តឬនៅនេះបានពិនិត្យមើលម៉ូដសក់ថ្មីរបស់ Kaiser រួចនិយាយថារួចរាល់ហើយតើឯងយល់យ៉ាងណាដែរចំពោះម៉ូដនេះនេះបានលុកដៃទៅស្ទាបនឹងសម្លឹងមើលចុងសក់ខៀវយ៉ាងស្រស់ស្អាតរបស់ Kaiser រួចលាត់មាត់គិតក្នុងចិត្តទាំងរំភើបថាវាជាពណ៌ខៀវដ៏ស្រស់ស្អាតខ្លាំងណាស់ហើយនៅពេលនោះឯងក្តីស្រមៃរបស់គេក៏បានក្លាយជាក្តីស្រមៃរបស់ខ្ញុំដូចគ្នានេះបានដាច់មកក្នុងបន្ទប់ទឹកសង្កេតក្នុងចិត្តថាសូម្បីតែពេលនេះខ្ញុំនៅតែជឿជាក់លើវេទមន្តដ៏អាចារ្យដែលហៅថាបាល់ទាត់ដដែលប៉ុន្តែគ្រាន់តែឈានជើងចូលដល់លៀមនេះក៏ព្រៅភ្ញាក់ព្រឺបើកភ្នែកធំនៅចំពោះមុខគេ Kaiser កំពុងតែលុតជង្គង់ចុះនៅលើការ៉ូអកខេះដកដង្ហើមស្ទើរមិនដល់គ្នានេះបានស្ទុះរត់តម្រង់ទៅរក Kaiser ទីរន្ធត់ចិត្តជាខ្លាំង Kaiser ឯងកើតអីហ្នឹងតើឯងកំពុងធ្វើស្អីហ្នឹងប៉ុន្តែអ្វីដែលកាន់តែគួរឲ្យតក់ស្លុតជាងនេះទៅទៀតនោះគឺ Kaiser កំពុងតែយកដៃទាំងពីររបស់គេចុចច្របាច់កខ្លួនឯងយ៉ាងខ្លាំងហូតលេចសរសៃណែបានស្ទុះទៅចាប់ដៃ Kaiser ទីភ័យស្រន់ស្រោចុះទៅមិនក៏ឯងធ្វើបែបហ្នឹងចុះភ្លាម Kaiser ភ្លាមនោះ Kaiser បានដេញដៃចេញពីករបស់គេបន្តិចរួចនិយាយមកកាន់ណែដោយយំសឹកសួរថាណែអញឃើញវាហើយនេះភ្ញាក់ផ្អើលជាខ្លាំងតើគេចង់មានន័យមិន Kaiser បានបន្តរៀបរាប់ការចងចាំរឿងរ៉ាវនៃស្រមោលអ៊ីសាគីផ្ទុះឡើងក្នុងខួរក្បាលវាបានរត់ចូលមកក្នុងខួរក្បាលរបស់អញហើយនៅវិនាទីនោះ Kaiser បានងើបមកឡើងវិញជាមួយនឹងស្នាមញញឹមដ៏គួរឲ្យតក់ស្លុតកែភ្នែកពុបពេញទៅដោយភាពឈួតលេកលារួចស្រែកឡើងថាវាជាអាវុធថ្មីអាវុធដែលកើតចេញពីការរស់ឡើងវិញពីមាត់ជ្រោះនៃសេចក្តីស្លាប់អាវុធមួយនេះនឹងរុញច្រានអ៊ីសាគីឲ្យធ្លាក់ចូលទៅក្នុងជម្រៅនៃភាពអស់សង្ឃឹមយ៉ាងពិតប្រាកដ